មនុស្សខ្លះគាត់រស់នៅក្នុងការបោកប្រាស់ប៉ុន្តែគាត់ដែរដឹងថាគេបោកគាត់ទេចឹងពេលខ្លះយើងសប្បាយចិត្តទៅថាបើពេលខ្លះយើងជួបរឿងបោកប្រាស់ហើយយើងដឹងថារឿងនឹងគេបោកប្រាស់យ៉ាងហោចណាស់ក៏យើងបានភ្លក់រសជាតិជូរចត់ដែរហើយអ្វីដែលខ្ញុំតែងតែនិយាយយើងកុំធ្វើអ្វីដែលយើងអត់ចង់បានន័យថាយើងកុំធ្វើទង្វើនឹងដាក់គេបើមិនយើងអត់ចង់ឲ្យទង្វើនឹងកើតលើខ្លួនយើងខ្ញុំមកដល់ដំណាក់កាលមួយចំណុចមួយដែលខ្ញុំមានអារម្មណ៍ថាស្អីក៏ខ្ញុំទទួលយកបានបងប្អូនអីក៏ខ្ញុំទទួលយកបានដែររឿងថាវាអាក្រក់ប៉ុណ្ណាក៏ខ្ញុំទទួលយកបានដែរពីព្រោះខ្ញុំគិតពិចារណាហើយអស់ហើយថារឿងនៅលើโลกហ្នឹងវាកើតឡើងយ៉ាងម៉េចវាអត់អាស្រ័យនៅលើខ្ញុំអ្នកកំណត់ទេរឿងវាត្រូវកើតវាកើតឧទាហរណ៍ថាយើងធ្វើល្អចំពោះនឹងអ្នកតែចុងក្រោយគេអត់មានអារម្មណ៍អីដែលគេដូចថាចិត្តដូចយើងផងគេរាប់អានយើងក្នុងកន្លែងមួយផ្សេងយើងរាប់អានគេក្នុងកន្លែងមួយផ្សេងអញ្ចឹងមិនបាច់អន់ចិត្តទេវាជាធម្មជាតិដែលមានក្នុងចិត្តយើងអាចបង្ខំបានទេអញ្ចឹងសម្រាប់ខ្ញុំទទួលបានគ្រប់រឿងហើយដែលខ្ញុំឃើញមនុស្សគាត់អន់ចិត្តស្ងាក់ចិត្តថាអូអ្នកនេះគាត់ធ្វើចិត្តបាច់ទេបងប្អូនបាច់ទេខ្ញុំបើថាហេតុអីបានខ្ញុំនិយាយពាក្យហ្នឹងពីព្រោះខ្ញុំជឿថានៅលើពិភពលោកហ្នឹងភាពជឿចាប់មនុស្សអត់ខុសគ្នាហ្មងទេខុសគ្នាតែមួយទេថាតើយើងយល់បានកម្រិតណា